ក្បួនយន្តហោះរបស់ត្រាំហោះអមដំណើរយ៉ាងអំណាចមែនតែនតែម្ដងរឿងអីថាថៃមិនទៅបាទនេះគឺជាការច្បាស់លាស់100%ហើយគឺថានាយករដ្ឋមន្ត្រីរបស់ប្រទេសថៃអនុទិនឆៃវរៈគុលគឺបានព្រមទៅបាទព្រមទៅបន្ទាប់អំពីនិយាយបាតដៃខ្នងដៃកលិចកលុចមកសល់មិញនេះគឺថាអ្នកសារព័ត៌មានអ្នកផ្សាយព័ត៌មាននឹងគឺថាកាច់ចកេះតាមគាត់អត់តាន់ទេម្ដងថាទៅម្ដងថាអត់ដោយគាត់បាននិយាយដំបូងគឺថាគាត់សុំកែសម្រួលនៅម៉ោងកិច្ចចរចាគឺថាបដូរពីព្រឹកទៅល្ងាចបដូរពីល្ងាចមកព្រឹកឬមួយក៏បើសិនជាមិនដូរម៉ោងឧទាហរណ៍បានន័យថាបើសិនជាអាមេរិកបាទសហរដ្ឋអាមេរិកគឺដូណាល់ត្រាំនឹងមិនព្រមតាមលក្ខខណ្ឌរបស់ថៃដែលសុំដូរម៉ោងនឹងទេអញ្ចឹងសុំរក្សាម៉ោងដដែលប៉ុន្តែត្រូវឲ្យអ្នកផ្សេងទៅចុះហត្ថលេខាគឺអនុទិនមិនទៅទេបាទបន្ទាប់មកមិនដឹងថាជាត្រូវថ្មោងអាម៉េចរបស់អាមេរិកទេអនុទិននឹងគឺបានផ្លាស់ប្ដូរភ្លាមតែម្ដងគឺថាយល់ព្រមទៅប្រជុំណែបងប្អូនរឿងនេះមិនមែនជារឿងលេងសើចទេបាទក្នុងនាមយើងជាមេដឹកនាំមួយទាំងមូលធ្លាប់និយាយបាតដៃខ្នងដៃជាមួយកម្ពុជាហ្នឹងអត់អីបាទដោយសារតែទ្វេភាគអញ្ចឹងมันចូលចិត្តដោះស្រាយទ្វេភាគីស្រួលនិយាយត្រឡប់ត្រឡិនអញ្ចឹងនៅពេលដែលសារនេះគឺថានិយាយបាកលិចកលុចនៅមុខអាស៊ានតែម្ដងបាទព្រោះថាគាត់បានព្រមព្រៀងជាមួយនឹងប្រធានអាស៊ានជាមួយនឹងលោកដូណាល់ត្រាំជាមួយនឹងសមាភាគីផ្សេងច្រើនថានឹងទៅប្រជុំតែចុងបញ្ចប់គឺគាត់បានថាមិនទៅទេបាទដោយហេតុផលរបស់គាត់នឹងគឺថានៅចាត់ចែងធ្វើកម្មវិធីបន់ដោយសារតែព្រះមហាក្សត្រីទយានីសិរិកិតនឹងបានសោយទីបង្គត់បាទអញ្ចឹងអ្វីដែលគេឆ្ងល់នឹងគឺថាតើអត់អនុទិននឹងព្រះរាជាណាចក្រថៃនឹងមិនអាចធ្វើបន់បានមែនហើយគាត់ក៏ប្រហែលជាត្រូវការស្ដីបន្ទោសពីដូណាល់ត្រាំអញ្ចឹងណានេះយើងគាត់ប៉ាន់ស្មានទេណាបាទរឿងថាឲ្យនេះគឺជារឿងសម្ងាត់ទេអញ្ចឹងដោយសារតែអត់គាត់ហើយថៃធ្វើបន់មិនកើតឬយ៉ាងណាបាទអញ្ចឹងគាត់ក៏បានប្រកាសថាគាត់នឹងមិនទៅចូលរួមប្រជុំទេប៉ុន្តែបើទៅលុះត្រាតែដូណាល់ត្រាំនឹងដូរម៉ោងបាទបន្ទាប់មកយើងអូខេថាពាក្យហ្នឹងអូខេចោះបាទគាត់មិនទៅទេប៉ុន្តែទីបញ្ចប់គឺសារព័ត៌មានថៃហើយអនុទិនផ្ទាល់ហ្នឹងគឺបានប្រកាសថាខ្លួននឹងទៅវិញណែប្រជុំអាស៊ានមួយទាំងមូលហើយជាមួយដូណាល់ត្រាំហើយនិយាយត្រឡប់ត្រឡិនអញ្ចឹងបងប្អូនណាបាទបដូរចិត្តថាទៅវិញបាទដោយឥឡូវហ្នឹងគឺថាទៅហើយបាទទៅចុះកិច្ចព្រមព្រៀងហើយមិនដឹងថាពើតែម៉េចទេដោយសារតែមុនហ្នឹងពេលដែលអនុទិនប្រកាសថាមិនទៅហ្នឹងបាទខាងអាមេរិកគឺបានជូនដំណឹងថាការចុះកិច្ចព្រមព្រៀងត្រូវតែប្រព្រឹត្តឡើងបាទត្រូវតែចុះកិច្ចព្រមព្រៀងសន្តិភាពហើយអ្នកដែលត្រូវចុះហ្នឹងគឺបានន័យថាថែរក្សាពេលវេលានឹងម៉ោងធម្មតាអត់មានបដូរផ្លាស់តាមអនុទិនទេហើយនាយករដ្ឋមន្ត្រីកម្ពុជានិងនាយករដ្ឋមន្ត្រីថៃត្រូវតែចុះហត្ថលេខាដោយម្ចាស់ផ្ទះគឺម៉ាឡេស៊ីបាទលោកអាន់វ៉ាអ៊ីប្រាហ៊ីមដែលជាប្រធានអាស៊ានផងហើយចិនគឺជាអ្នកអង្កេតការឬក៏ជាសាក្សីនៅទីនោះផ្ទាល់បាទទីបញ្ចប់គឺទៅបងប្អូនហើយព័ត៌មានក៏គេបានចុះផ្សាយដែរពាក់ព័ន្ធជាមួយនឹងខាងថៃបាទគេចុះផ្សាយដែរជាមួយនឹងមានគណៈប្រតិភូណាទៅខ្លះអីខ្លះហើយចាំមើលថាទៅដល់ហ្នឹងគាត់កោទៀតអត់បាទគាត់កោថាមិនចុះហត្ថលេខាឬអ្មិចតាមណាទាំងអស់គ្នាអញ្ចឹងដោយសារព័ត៌មានថៃលោកនាយករដ្ឋមន្ត្រីអនុទិញឆៃវរៈគុលអមដំណើរដោយគណៈប្រតិភូរួមមានឧត្តមសេនីយ៍ណតផុនណាផនិចរដ្ឋមន្ត្រីក្រសួងការពារជាតិលោកត្រៃស៊ូរីត្រៃណាថាគុលអគ្គលេខាធិការស្ដីទីនាយករដ្ឋមន្ត្រីបានចេញដំណើរអមពីអាកាសយានដ្ឋានដនមឿងកងពលទី2និងកងពលទី6នៅក្នុងទីក្រុងបាងកកទៅកាន់ទីក្រុងកូឡាឡាំពួរប្រទេសម៉ាឡេស៊ីដើម្បីចូលរួមកិច្ចប្រជុំកម្ពុជាអាស៊ានលើកទី42និងកិច្ចប្រជុំពាក់ព័ន្ធទៀតបាទឥឡូវគឺចេញដំណើរទៅហើយគណៈប្រតិភូនេះគឺគ្រងនឹងមកដល់អាកាសយានដ្ឋានអន្តរជាតិកូឡាឡាំពួរនៅម៉ោង 9:30 នាទីយប់ម៉ោងនៅក្នុងស្រុកបាទលឿនជាងម៉ោងនៅក្នុងថៃ1ម៉ោងអញ្ចឹងបានន័យថាមិនត្រឹមតែទៅធម្មតាគឺទៅទាំងយប់តែម្ដងបាទទៅដល់ទាំងយប់ហ្មងអត់ដឹងថាតើដូណាល់ត្រាំលៀងអីខ្លះទេ
នាយករដ្ឋមន្ត្រីក្រុងនឹងជួបជាមួយនឹងប្រធានាធិបតីអាមេរិកដូណាល់ត្រាំដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើបញ្ហាសេដ្ឋកិច្ចសន្តិសុខនិងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់បន្ទាប់មកលោកនឹងចូលរួមពិធីចុះហត្ថលេខាលើសេចក្តីប្រកាសរួមដោយជាមួយនឹងនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃដែលគូសបញ្ជាក់ពីជំហានសម្រាប់ការគ្រប់គ្រងព្រំដែនកម្ពុជាថៃនិងលើកកម្ពស់សន្តិភាពរវាងប្រទេសទាំងពីរពិធីនេះនឹងមានការចូលរួមជាសាក្សីដោយនាយករដ្ឋមន្ត្រីម៉ាឡេស៊ីបាទអញ្ចឹងគឺ 100% ហើយនឹងទៅបាទនឹងទៅហើយយើងចាំមើលថាទៅដល់នោះគាត់កិច្ចកុកមិនទៀតព្រោះថាអញ្ចឹងបានវាសមនឹងពាក្យគេថា Don't Thai to me បងប្អូនបាទមិនធម្មតាណាមេដឹកនាំមួយនិយាយកលិចលំដាប់ពិភពលោកហ្មងបាទព្រោះថានិយាយនៅក្នុងកិច្ចប្រជុំអាស៊ានណាបាទគឺមានមេដឹកនាំអាស៊ានទាំងអស់ចូលរួមហើយនៅក្នុងនោះក៏មានមហាអំណាចមានទាំងចិនមានទាំងអាមេរិកផងដែរហើយយើងនិយាយម្ដងចេះម្ដងចុះហើយនៅក្នុងកម្មវិធីហ្នឹងនៅក្នុងពិភពលោកអ្នកណាក៏កលេចទៅការប្រជុំអាស៊ាននេះហើយនៅពេលដែលគេកលេចទៅការប្រជុំអាស៊ានក៏គេចោលភ្នែកមើលកិច្ចប្រជុំសន្តិភាពរវាងកម្ពុជានិងថៃដែរបាទអញ្ចឹងបានន័យថាសារនេះគឺអរគុណថៃដែរដែលធ្វើឲ្យគេស្គាល់កម្ពុជាកាន់តែច្រើនហើយក៏ធ្វើឲ្យគេស្គាល់សន្តានរបស់ថៃកាន់តែច្រើនដែរអានឹងពាក់ព័ន្ធជាមួយនឹងកិច្ចព្រមព្រៀងមួយនេះហើយចាំមើលខ្ញុំកំពុងតែតាមដានព័ត៌មានបើសិនជាមានការប្រែប្រួលកិច្ចប្រជុំអីមិនម៉ាទៀតថៃប្លុកប្រឆាមិនទៀតគឺខ្ញុំនឹងអាប់ដេតព័ត៌មានជូនបងប្អូនទាំងអស់គ្នាហើយពាក់ព័ន្ធជាមួយនឹងរឿងមហាក្សត្រីយ៉ានីនេះដែរក៏មានការប្រទាំងប្រទើសកម្មកុសច្រើនមែនទែនដោយសារតែមានសារព័ត៌មានក៏ដូចមាននៅក្នុងបណ្ដាញសង្គមចុះផ្សាយច្រើនមែនទែនថាមហាក្សត្រីយ៉ានីឬក៏ស្ដេចថៃនេះមិនមែនសោយទីមង្គតពេលនេះទេបាទតាមដំណឹងមកគឺសោយទីមង្គតតាំងពីបាទយើងប៉ះពៀគ្នាដំបូងមកម្លេះបាទអញ្ចឹងហើយគឺយើងប៉ះគ្នាមកប្រើហ្នឹងគឺល្បីថាខាងស្ដេចថៃហ្នឹងសោយទីមង្គតប៉ុន្តែអត់ដឹងថាយ៉ាងម៉េចទេបែរជាមកសោយទីមង្គតពេលនេះហើយចំពេលវេលាល្អមែនតើគឺជាពេលដែលប្រជុំអាស៊ាននិងជាពេលដែលត្រូវចុះកិច្ចព្រមព្រៀងសន្តិភាពណែដោយសារតែឈឺចាប់ពេកទើបសោយទីមង្គតពេលហ្នឹងឬក៏សោយទីមង្គតយូរហើយតែមកធ្វើបន់ពេលហ្នឹងដើម្បីជាហេតុផលមិនចង់ទៅចុះកិច្ចព្រមព្រៀងបាទហើយអញ្ចឹងរឿងនេះមិនធម្មតាបងប្អូនទាំងគ្នាពាក្យសម្ដីយើងប្រឡប់ប្រឆាធម្មតាយ៉ាងហ្នឹងយើងអាចប្រឡប់ប្រឆាបានយើងប៉ះពាល់កិត្តិយសល្មមៗណាប៉ុន្តែនៅក្នុងនាមជានាយករដ្ឋមន្ត្រីយើងនិយាយអញ្ចឹងគឺប៉ះពាល់ធ្ងន់មែនតើតែម្ដងបាទអញ្ចឹងយើងបាទគេនឹងបង្ហាញអំពីសន្តានបន្ថែមទៀតពាក់ព័ន្ធជាមួយនឹងគាត់ហើយជាមួយនឹងការចាំមើលថាតើកិច្ចព្រមព្រៀងនឹងបានបញ្ចប់ហើយគេនឹងត្រូវបង្កើតគណៈកម្មាធិការអាស៊ានឬក៏ទៅខាង UN អីបង្កើតក្រុមការងារមកផ្ទាល់ហ្មងឬក៏មិនព្រោះថាត្រូវអង្កេតមើលអំពីបទឈប់បាញ់ទៅដកអាវុធធុនធ្ងន់ចេញទៅបធូរបថយទៅបើកព្រំដែនទៅអីអាហ្នឹងវាទៅតាមដំណាក់កាលអញ្ចឹងហើយចាំមើលថាតើទៅមិនទៀតហើយនៅក្នុងការដកហ្នឹងចាំមើលថាតើថៃគាត់គោកន្លះអាម៉េចហើយរឿងភូមិព្រៃច័ន្ទនិងភូមិជោគជ័យនេះចាំមើលនឹងទៅជាយ៉ាងណាព្រោះថាបងប្អូនយើងគាត់មានការព្រួយបារម្ភមែនតែម្ដងបាទទាំងខ្ញុំទាំងគេហើយនាយករដ្ឋមន្ត្រីរបស់យើងក៏គាត់បានប្រកាសដែរថាភូមិទាំងអស់ហ្នឹងគឺមិនបាត់បង់ទៅណាទេពីព្រោះថាគាត់បានទៅសេផុសរបស់គាត់នៅក្នុងផេកហ្នឹងគឺថារៀបរាប់ក្បោះក្បាយមែនតែនពាក់ព័ន្ធជាមួយនឹងរឿងដែលរដ្ឋាភិបាលអត់ធ្មត់មករយៈហ្នឹងហើយចេញជាលទ្ធផលដែលជាលទ្ធផលច្បាស់ការអាចយកមកបង្ហាញប្រជាជនបានដោយសម្ដេចបានភ្ជាប់ជាមួយនឹងផែនទី2បាទផែនទី2ជាមួយនឹងភូមិជោគជ័យនឹងហើយនឹងភូមិព្រៃច័ន្ទនឹងអញ្ចឹងសម្ដេចថាมันបាត់បង់ទៅណាទេអាការរាយលួសរាយបាឡាដោះមីនឈូសឆាយផ្ទះអីហ្នឹងគឺថាមិនថៃនឹងយកបានទេបាទគឺនៅតែជារបស់ខ្មែរយើងដដែលទេហើយមានពាក្យចចាមអារាមរឿងភ្នំទ្របរឿងអីផ្សេងហ្នឹងក៏ច្រើនដែរអញ្ចឹងចាំមើលថាតើនៅពេលដែលមានកិច្ចព្រមព្រៀងសន្តិភាពហើយការដោះស្រាយយ៉ាងម៉េចយ៉ាងម៉ាហ្នឹងតាមដានទាំងអស់គ្នាបងប្អូនអញ្ចឹងវីដេអូខ្ញុំបាត់បញ្ចប់ប៉ុណ្្នឹងទៅចុះអរគុណច្រើនចាំមើលខ្ញុំបច្ចុប្បន្នភាពបន្ថែមទៀតអរគុណណាស់សម្រាប់ការតាមដានទស្សនាវីដេអូពីដើមដល់ចប់បាទជំរាបលា